ស្ដីទាំងអស់គ្នាឥឡូវនេះគឺខ្ញុំនៅប្រាសាទមួយដែលមានឈ្មោះថាប្រាសាទក្រោលគោហើយសម្រាប់ប្រាសាទក្រោលគោមួយនេះដែរគឺស្ថិតនៅក្បែរប្រាសាទអ្នកពាន់ខ្ញុំទៅតែមកលើកទី1ទេលើកទី1តែម្ដងគឺទី1ពិតៗដូចជាអត់មានភ្ញៀវទេសចរមកទេដូចជាមុននេះបន្តិចគឺខ្ញុំឃើញមានភ្ញៀវមកដែរតែឥឡូវពួកគាត់ទៅវិញហើយប៉ុន្តែប្រាសាទនេះគឺស្ងាត់មែនទែនគឺអត់មានមនុស្សទេស្ងាត់ហើយឥឡូវគឺចាំមើលខ្ញុំនាំអ្នកនរគ្នាទៅមើលទិដ្ឋភាពប្លែកៗនៅក្នុងប្រាសាទមួយនេះដែរក្រែងពុកម៉ែបងប្អូនខ្លះគឺគាត់ចង់ដឹងឬក៏គាត់អត់ដែរចូលអញ្ចឹងណាបាទនេះគឺជាផ្ទាំងរូបសំណាកនៅក្នុងប្រាសាទមួយហ្នឹងប៉ុន្តែដោយសារតែចង្កេះដោយសារបាត់រូបរាងខ្លះហើយគឺរូបចម្លាក់សំពះបងប្អូនឥឡូវនេះគឺមកមើលខាងនេះទៀតបាទទីនេះគឺជានៅទីនេះដែរគឺស្រស់ស្រាយមកលុបត្រជាក់អូអ្នកនរគ្នានោះខាងនោះគឺមានស្រះហើយក៏នេះនោះស្រះហើយនៅខាងនោះដែរគឺមានស្រះមួយទៀតនោះស្រះមួយទៀតឥឡូវគឺខ្ញុំអត់ទាន់បានចូលទៅមើលខាងក្នុងទេខ្ញុំដើរមើលខាងក្រៅនេះគឺស្រះបងប្អូនខាងនេះខាងនោះប៉ុន្តែតាមដែលខ្ញុំមកមើលពីនោះមកគឺដូចជានៅខាងនោះគឺមានដែរមានស្រះដែរប៉ុន្តែឥឡូវនេះគឺខ្ញុំនាំអ្នកនរគ្នាទៅមើលខាងនោះថាខាងនោះគឺដូចជាកំផែងដូចជាជញ្ជាំងប្រាសាទដែលយើងហៅថារបងប្រាសាទណាអូបើនៅខាងនោះគឺមាននេះគឺផ្លូវគេណានេះគឺផ្លូវគេជិះម៉ូតូបានអត់អីទេគឺវាល្អបាទនេះនៅពេលដែលខែវស្សាគឺមានភ្លេងធ្លាក់មកគឺធម្មតានៅតាមប្រាសាទនីមួយគឺមានស្លែដូចមច្ឆាអញ្ចឹងតើទៅមើលខាងក្នុងដោយសារឥឡូវគឺយើងមកមើលខាងក្រៅខាងនេះគឺថាដូចជាមិនមានអីទេឥឡូវគឺខ្ញុំនាំអ្នកនរគ្នាទៅមើលខាងក្នុងវិញថានៅខាងក្នុងគឺមានរូបចម្លាក់ឬក៏ទេសភាពបែបណាអញ្ចឹងណាដោយសារតែប្រាសាទមួយនេះគឺស្ងាត់អត់សូវមានភ្ញៀវទេសចរដូចជាបរទេសក៏ដូចជាបងប្អូនខ្មែរគឺអត់មានតែពេលដែលខ្ញុំមកនេះអត់មានស្អាតនេះក្បាច់ស្អាតមែនទេអ្នកនរគ្នាបាទនេះជារូបចម្លាក់អប្សរាបាទគឺថានៅផុសល្អអ្នកនរគ្នានៅផុសល្អអត់ទាន់បែកបាក់ទេនៅល្អស្អាតខាងនេះមួយទៀតតែបកាវ៉ាវអ្នកនរគ្នានោះសំណក់ពស់អ្នកនរគ្នានោះសំណក់ពស់នៅប្រាសាទនៅខាងចូលខាងក្នុងតែដឹងពស់ឲ្យគេនេះវាអត់ទៅធំហ្មងនេះទេជុំដូចមាន2អ្នកនរគ្នានោះសំណក់2ហើយមានពស់2ដឹងឥឡូវទៅមើលខាងនោះខាងក្នុងនោះថាមានផ្លូវចូលអត់អូមានតែផ្លូវចូលនេះអ្នកគ្នាផ្លូវចូលដែលយើងឃើញនៅខាងក្រៅមិញនេះខាងក្នុងគឺចូលមើលខាងក្នុងបាទនេះគឺទិដ្ឋភាពនៅខាងក្នុងប្រាសាទដែលនៅ
ត្រង់កណ្ដាលអ្នកទាំងអស់គ្នាហើយនៅខាងលើគឺនេះកន្លែងសក្ការៈបូជាដែលពុកម៉ែបងប្អូនគាត់មកថ្វាយអីចឹងណាបងប្អូនមានធូបចឹងអីហ្នឹងណាបាទបងប្អូនឥឡូវនេះគឺបាទបងប្អូនមុននេះគឺខ្ញុំបានទៅចូលទៅទស្សនានៅខាងក្នុងហើយឥឡូវគឺខ្ញុំបានចេញមកខាងក្រៅហើយសម្រាប់ខាងនេះមួយទៀតផងដែរគឺមានស្រះមួយទៀតដែរអ្នកនរគ្នានេះស្រះហើយសម្រាប់ការទស្សនារបស់ខ្ញុំនៅក្នុងប្រាសាទក្រោលគោនេះគឺដើរជុំវិញទៅគឺមានតែប៉ុណ្្នឹងហើយបងប្អូនទាំងអស់គ្នាដោយសារតែនៅប្រាសាទក្រោលគោនេះគឺមិនធំទេគឺតូចល្មមប៉ុន្តែមានរូបចម្លាក់បែកបាក់ច្រើនអញ្ចឹងណាហើយក៏អត់សូវមានភ្ញៀវទេសចរបងប្អូនខ្មែរក៏ដូចជាជនជាតិគាត់មកទស្សនានោះទេអញ្ចឹងហើយបងប្អូនដែលជិះឆ្លងកាត់នៅតាមវងធំកុំភ្លេចចូលទស្សនាទាំងអស់គ្នាសម្រាប់ប្រាសាទនឹងដែរគឺនៅក្បែរប្រាសាទអ្នកពាន់ដែរទេគេថាយើងជិះមកពីខាងខ្លោងទ្វារឆ្នាំងដីប្រាសាទអ្នកពាន់គឺនៅខាងស្ដាំហើយប្រាសាទរោងគោគឺនៅខាងឆ្វេងហើយវីដេអូសម្រាប់ទស្សនាប្រាសាទហើយវីដេអូដែលខ្ញុំទស្សនានៅប្រាសាទក្រោលគោគឺមានតែប៉ុណ្្នឹងហើយសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូតាំងពីដើមដល់ចប់ហើយសូមជម្រាបបងប្អូនកុំភ្លេចជួយ Subscribe Comment Like Share និងទទួលបានវីដេអូថ្មីៗបន្ទាប់ពីខ្ញុំបាទវីដេអូថ្មីៗពីខ្ញុំបាទទៀតសូមអរគុណបាយបាយសួស្តីទាំងអស់គ្នាថ្ងៃនេះដែរគឺសួស្តីទាំងអស់គ្នាឥឡូវនេះគឺខ្ញុំនៅប្រាសាទមួយដែលមានឈ្មោះថាប្រាសាទក្រោលគោហើយសម្រាប់ប្រាសាទក្រោលគោមួយនេះដែរគឺស្ថិតនៅក្បែរប្រាសាទអ្នកពាន់ហើយសម្រាប់ប្រាសាទក្រោលគោមួយនេះដែរគឺខ្ញុំទៅតែមកលើកទី1ទេលើកទី1តែម្ដងគឺទី1ពិតសម្រាប់ប្រាសាទក្រោលគោនេះដូចជាអត់មានភ្ញៀវទេសចរមកទេដូចជាមុននេះបន្តិចគឺខ្ញុំឃើញមានភ្ញៀវមកដែរតែឥឡូវពួកគាត់ទៅវិញហើយ
แต่ประสาทนี่คือสงัดเหมือนเต้นคืออัดเมียนมนุษย์เต้สงัดhay là cứ chầm mơ nhôm nuông này đó kia từ mơ tết phiệp play play nơi khungประสาทมวยนี้ได้ไกลพวกไม้บองโปนคลาคือกดจังเด้งหรือก็กดได้โจลจังนะบ้านนี้คือจีบเตียงรูปสำนักในขนมประสาทไว้หนึ่งคนตายโดยซาตายมีนกาใบบะคลาให้บองโปนนี่นี่คือรูปจำละให้นี่คือบ้าคือในซอตายคล้วนบาดคือบัดเอ๊ะในซอตายคล้วนในซอตายจังแก่ในซาบัดดูเรียงคลาให้นี่บองโปนนี่คือรูปจำละสมเปียบองโปนแล้วนี่คือมอมือขังในเตียนba đây này cứ chỉ nơi tí này đấy cứ sờ sài một lục trò chuyện đây xa về để khiêu máu đi ở lên đi cứ mong buồn này ô này đó cái này nụ khá nó cứ miên xa hay cả ni nụ xa hay nơi khá nó đấy cứ miên xa mũi tiết nụ xa mũi tiết lời cứ nhôm ở toàn ban cho từ mưa khăn nóng thì nhôm đa mưa khăn càiนี่คือสระของบนคันนี้ข้างนอกบันไดตามเด็กnhôm mau mưa pi nó máuคือโดยที่เนื้อข้างนอกคือมีนได้มีสระได้บันไดอะไรนี่คือnhômรวมในดอกนี้từมือข้างนอกถ้าข้างนอกคือโดยที่กำแพงโดยที่จิงเจียงประสาทได้ยังหาถ้ารบบองประสาทโอ้บ่าเนื้อข้างนอกคือมีนนี่คือเพลเกnàyนี่คือเพลเกชื่อมาโตบานở đây để cứ việc là bát này nó pe đại khai vào xa chẳng á ba này nó pe đại khai vào xa cứ miênเพลงmáu cứ thôi mà đá nơi tam bà xa này muối cứ miên slide đôi mà cha chẳngแล้วนี่คือខ្ញុំដើរទៅខាងនោះវិញដើរទៅមើលខាងក្នុងដោយសារឥឡូវគឺយើងមកមើលខាងក្រៅខាងនេះគឺថាដូចជាមិនមានអីទេឥឡូវគឺខ្ញុំនាំអ្នកនរគ្នាទៅមើលខាងក្នុងវិញថានៅខាងក្នុងគឺមានរូបចម្លាក់ឬក៏ទេសភាពបែបណាអញ្ចឹងណាដោយសារតែប្រាសាទមួយនេះគឺស្ងាត់អត់សូវមានភ្ញៀវទេសចរដូចជាបរទេសក៏ដូចជាបងប្អូនខ្មែរគឺអត់មានតែពេលដែលខ្ញុំមកនេះអត់មានបាទនេះដល់គ្នានេះគឺក្បាច់ដែរស្អាតនេះក្បាច់ស្អាតមែនទេអ្នកដល់គ្នានេះក្បាច់និយាយទៅគឺនៅគៀនគឺមានក្បាច់បាទនេះជារូបចម្លាក់អប្សរាបាទគឺថានៅផុសល្អអ្នកដល់គ្នានៅផុសល្អអត់ទាន់បែកបាក់ទេនៅល្អស្អាតគឺមានពីរគូខាងនេះមួយទៀតតែបកាវ៉ាវអ្នកគ្នានោះនេះសំណក់ពស់អ្នកគ្នានោះសំណក់ពស់នៅប្រាសាទនៅខាងចូលខាងក្នុងតែដឹងពស់ឲ្យគេនេះវាអត់ទៅធំហ្មងនេះជុំដូចមាន2អ្នកគ្នានោះសំណក់2ហើយមានពស់2ដឹង
lấy tầm mơ kháng nó kháng nó tha miền plei cho miền ta plei cho này nè plei cho lấy cứ cho tụi mới trong sự nọ của không mình mấy tàu này ở sự nọ của đại dương khơi nơi kháng cao mấy nhau ní kháng khổng á ta lấy cứ cho mưa kháng nóngบ้านนี้คือแต่ตะเพียบในขังขนงประสาทได้ในตรงกันด้านเลยต่อគ្នាហើយនោះខាងលើគឺប្រហែលជាជ្រុះហើយនេះដល់គ្នាគឺមានប្រហោងអញ្ចឹងណាប្រហែលជាជ្រុះហើយនេះគឺទស្សនភាពនៅខាងក្នុងនេះកន្លែងសក្ការៈបូជាដែលពុកម៉ែបងប្អូនគាត់មកថ្វាយអីចឹងណាបងប្អូនមានធូបជើងធូបចឹងអីហ្នឹងណាបាទបងប្អូនឥឡូវនេះគឺបាទបងប្អូនមុននេះគឺខ្ញុំបានទៅចូលទៅទស្សនានៅខាងក្នុងហើយឥឡូវគឺខ្ញុំបានចេញមកខាងក្រៅហើយសម្រាប់ខាងនេះមួយទៀតផងដែរគឺមានស្រះមួយទៀតដែរអ្នកនរគ្នានេះស្រះហើយសម្រាប់ការទស្សនារបស់ខ្ញុំនៅក្នុងប្រាសាទក្រោលគោនេះគឺដើរជុំវិញទៅគឺមានតែប៉ុណ្្នឹងហើយបងប្អូនទាំងអស់គ្នាដោយសារតែនៅប្រាសាទក្រោលគោនេះគឺមិនធំទេគឺតូចល្មមប៉ុន្តែមានរូបចម្លាក់បែកបាក់ច្រើនអញ្ចឹងណាហើយក៏អត់សូវមានភ្ញៀវទេសចរបងប្អូនខ្មែរក៏ដូចជាជនជាតិគាត់មកទស្សនានោះទេអញ្ចឹងហើយបងប្អូនដែលជិះឆ្លងកាត់នៅតាមវងធំកុំភ្លេចចូលទស្សនាទាំងអស់គ្នាសម្រាប់ប្រាសាទនឹងដែរគឺនៅក្បែរប្រាសាទអ្នកពាន់ដែរទេគឺថាយើងជិះមកពីខាងខ្លោងទ្វារឆ្នាំងដីប្រាសាទអ្នកពាន់គឺនៅខាងស្ដាំហើយប្រាសាទរោងគោគឺនៅខាងឆ្វេងតើដែលខ្ញុំទស្សនានៅប្រាសាទក្រោលគោគឺមានតែប៉ុណ្្នឹងហើយសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូតាំងពីដើមដល់ចប់ហើយសូមជម្រាបបងប្អូនកុំភ្លេចជួយ Subscribe វីដេអូថ្មីៗពីខ្ញុំបាទទៀតសូមអរគុណបាយបាយ